Chấm điệp xuống một bộ đọc này sập và có một cản video thứ mấy hayในក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអ្នកគ្នាអំពីរបៀបដាក់ view នៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអ្នកគ្នាបាទដាក់ឲ្យឃើញច្រើនបាទ10 20k 100k 1m 2m សាច់បងប្អូនអញ្ចឹងណាបងប្អូនអ្នកគ្នាបាទអញ្ចឹងដូចនេះខ្ញុំបានដាក់ view ចំនួន 36k រួចហើយណាបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនចង់ដាក់ច្រើនជាងនេះក៏បានចង់ដាក់តិចជាងនេះក៏បានតាមអ្វីដែលបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនអ្នកគ្នាបាទហើយការដាក់ video នេះគឺយើងគ្រាន់តែយក link វីដេអូរបស់យើងយកទៅផាសទៅចុចមក click គឺទទួលបាន video នៅក្នុងវីដេអូរបស់យើងតែម្ដងណាបងប្អូនអ្នកគ្នាបាទបន្ទាប់ពីយើងចុច submit ហើយបានប្រហែលនាទីក្រោយអញ្ចឹងណាបងប្អូនបាទហើយខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះបាទអញ្ចឹងណាបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនយើងមាន Chrome មួយបងប្អូនអ្នកគ្នាបាទបងប្អូនស្គាល់ Chrome ហើយបងប្អូនអ្នកគ្នាបាទនេះគឺ Chrome ហើយយើងចុចចូលទៅយើង search ពាក្យថា khmaemm.com អញ្ចឹងមកបងប្អូនអ្នកគ្នាបាទ search ពាក្យថា khmaemm.com អញ្ចឹងមកសម្រាប់បងប្អូនដែលអត់ចេះចុះឈ្មោះបងប្អូនអាចចុះឈ្មោះបានអញ្ចឹងណាបងប្អូនអ្នកគ្នាបាទហើយខ្ញុំមានវីដេអូមករៀនស្រាប់បងប្អូនចុចខាងក្រោមវីដេអូនេះទៅខ្ញុំដាក់ link វីដេអូមករៀនជូនឲ្យបងប្អូនអ្នកគ្នាបាទហើយពេលបងប្អូនចុះឈ្មោះហើយបងប្អូនដាក់លុយទៅបងប្អូននឹងអាចបញ្ជាទិញនៅក្នុងនឹងបានអញ្ចឹងណាបងប្អូនអ្នកគ្នាបាទហើយ view ហ្នឹងគឺមហាធូរថ្លៃតែម្ដងណាបងប្អូនអ្នកគ្នាបាទគឺកំពូលទូថ្លៃតែម្ដងបងប្អូនអ្នកគ្នាបាទប្រចាំ website ខ្មែរ MM អីបាទគឺ 1k view ហ្នឹងអត់បាន1សេនទេបងប្អូនអ្នកគ្នាបាទ1សេនលុយដុល្លារណាបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងថាវាធូរថ្លៃដល់កម្រិតណាអញ្ចឹងណាបងប្អូនបាទអញ្ចឹងមុននឹងចាប់ផ្ដើមសូម refresh មួយណាបងប្អូនអ្នកគ្នាបាទអញ្ចឹងបញ្ជាក់ម្ដងទៀតបងប្អូនពេលបងប្អូនចុចចូលនៅក្នុង website ខ្មែរ MM គឺអត់ចេញតម្រងដូចខ្ញុំបែបនេះទេណាបងប្អូនគេបាទតើបងប្អូន sign up បាទ sign up ឬមួយក៏ចុះឈ្មោះហ្នឹងបងប្អូនបាទចុះឈ្មោះហើយបងប្អូនអាចដាក់លុយទៅបាទ50សេនក៏បានដែរអញ្ចឹងណាបងប្អូនគេបាទដាក់លុយ 2000 រៀលហ្នឹងក៏បានដែរហើយយើងអាចយកមកទិញនៅក្នុង website ហ្នឹងបានអញ្ចឹងណាបងប្អូនគេបាទហើយខ្ញុំបង្ហាញតែម្ដងបាទឥឡូវសូម refresh មួយទៀតណាបងប្អូនគេបាទ refresh ឲ្យ page ថ្មីឡើងវិញបាទអញ្ចឹងឃើញជាតម្រងបែបនេះហើយយើងចុចយក TikTok មកបងប្អូនគេបាទចុចយក TikTok មកបាទចុចមួយមកបាទអញ្ចឹងវានឹងបង្ហាញតកតងនេះកន្លែង category នេះ TikTok អញ្ចឹងណាបងប្អូនគេបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទចុចលើនឹងមកបាទអញ្ចឹងយើងមិញគឺដាក់ view TikTok អញ្ចឹងបងប្អូនចុចយក TikTok view ណាបងប្អូនគេបាទអញ្ចឹងណាបងប្អូនបាទរមើរមើ TikTok view ហ្នឹងទៅបងប្អូនហើយចុចលើ TikTok view ហ្នឹងមកណាបងប្អូនគេបាទបន្ទាប់ពីយើងចុចលើ TikTok view ចឹងហើយវាមានសេវាកម្មជាច្រើនបងប្អូនគេបាទតើតើនឹង view ដែរប៉ុន្តែគាត់ថាយើងអាចជ្រើសរើសសេវាកម្មផ្សេងបានអញ្ចឹងណាបងប្អូនគេបាទហើយអញ្ចឹងនេះបងប្អូនគេបាទសេវាកម្មនៅខាងលើគេនេះគឺ recommend ហើយវាដំណើរការលឿនអញ្ចឹងណាបងប្អូនគេបាទនេះតម្លៃបងប្អូនគេដូចបងប្អូនឃើញអញ្ចឹងបងប្អូនគេបាទ 0.001 បាទអត់បាន1សេនទេណាបងប្អូនគេបាទអញ្ចឹងបងប្អូននេះសម្រាប់ 1000 អត់បាន1សេនទេណាបងប្អូនគេបាទយើងទិញ 1000 គឺចំណាយអត់អស់1សេនផងបងប្អូនគេបាទគឺមានតម្លៃទូថ្លៃខ្លាំងណាបងប្អូនបាទនេះអញ្ចឹងចុចលើនឹងមកបាទអញ្ចឹងកន្លែងនេះយើងយក link វីដេអូ TikTok របស់យើងមកដាក់មកបងប្អូនគេបាទចូលទៅ copy link វីដេអូ TikTok របស់យើងមកឬមួយក៏វីដេអូ TikTok របស់មិត្តភ័ក្តិរបស់យើងក៏យើងអាចយកមកដាក់ឲ្យគេបានដែរអញ្ចឹងណាបងប្អូនគេបាទឲ្យតែមាន link វីដេអូណាបងប្អូនបាទអញ្ចឹងសូមថយទៅយកវីដេអូណាមួយដែលបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនគេបាទឧទាហរណ៍ខ្ញុំដាក់វីដេអូដែរហ្នឹងទៅខ្ញុំចុចចូលបាទហើយខ្ញុំចុចកន្លែង tray 3 នេះបងប្អូនបាទតែបើសិនជាបងប្អូនយកវីដេអូគេគឺកន្លែងហ្នឹងអាចចេញសញ្ញា share អញ្ចឹងណាបងប្អូនគេបាទសញ្ញា share អញ្ចឹងណាតែក្នុងនេះដោយសារតែ account នេះ account របស់ខ្ញុំផ្ទាល់អញ្ចឹងក៏វាចេញនេះបងប្អូនអ្នកនេះបាទចេញសញ្ញា tray អញ្ចឹងណាបងប្អូនអញ្ចឹងចុចលើនឹងដើម្បី copy មកណាបងប្អូនបាទពេលបងប្អូនចុចលើនឹងហើយបងប្អូនអាចអូរមើលកន្លែងនេះបងប្អូនអ្នកនេះបាទគឺជួនកាលវានៅម្ដុំនេះបាទជួនកាលវានៅម្ដុំនេះអញ្ចឹងណាបងប្អូនបាទគឺយើងអាចរកមើលពាក្យថា copy link បាទបើសិនជាបងប្អូនដាក់ជាអក្សរខ្មែរគឺចម្លងដំណណាបងប្អូនបាទអញ្ចឹងចុចលើនឹងមកបាទ copy បានជោគជ័យហើយបងប្អូនអ្នកនេះបាទអញ្ចឹងយើងថយមកវិញមកកាន់ website ខ្មែរ MM បាទអញ្ចឹងកន្លែងនេះយើងចុចលើនឹងមួយមកឬមួយក៏យើងចង្កត់លើនឹងមកបងប្អូនអ្នកនេះបាទដើម្បីផាសបញ្ចូលណាបងប្អូនអ្នកនេះផាស link ដែលយើងបាន copy មិញហ្នឹងបាទហ
ហើយកន្លែងនេះគឺជាកន្លែងដាក់ចំនួនបាទកន្លែង quantity ហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចង់បាន view នឹងចំនួនប្រមាណដែរបាទឧទាហរណ៍បងប្អូនចង់បាន view នៅកន្លែងនេះបាទ 100k ថែមទៀតអញ្ចឹងបងប្អូន select 100k មកបាទបើសិនជាបងប្អូនចង់បាន 10k បងប្អូន select 10k អញ្ចឹងណាបងប្អូនអរគ្នាបាទនិយាយរួមទៅគឺបងប្អូនចង់បានប្រមាណបងប្អូនសរសេរលេខប៉ុណ្ណឹងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមសរសេរកន្លែងហ្នឹងបងប្អូនបាទសរសេរ 10k ឥឡូវខ្ញុំសាកសរសេរ 1k សិនបាទនេះកន្លែងនេះណាបងប្អូនបាទចាំមើលថាលោតលុយដែលយើងចំណាយទៅទិញ view 1k ហ្នឹងអស់ប្រមាណបាទឥឡូវខ្ញុំសូមសរសេរដាក់ថា1000បាទសេលេខ1000ចឹងមកបាទនេះគឺអស់លុយប៉ុណ្ណេះបាទខ្ញុំមិនដឹងថាអានថាប្រមាណទេបាទព្រោះឲ្យបាន1សេនផងបាទអញ្ចឹងខ្ញុំធ្វើការដាក់0មួយទៀតដើម្បីឲ្យដល់10000បាទដល់10000 view គឺយើងអស់1សេនណាបងប្អូនអូខេបាទហៅថា1សេនកន្លះចុះណាបងប្អូនបាទគឺ1សេនកន្លះបាទ 10k បាទបើសិនជាយើងដាក់ 100k view នៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអូខេបាទកន្លែងនេះណាលោត 100k បងប្អូនបាទអញ្ចឹងយើងចំណាយអស់តែប្រមាណបងប្អូនអូខេបាទ16សេនបាទ16សេនបាទអញ្ចឹងណាបងប្អូនបាទប្រហែលជា6-700ហ្នឹងទេណាបងប្អូនបាទអញ្ចឹងគឺមានតម្លៃធូរថ្លៃមែនតើបាទហើយការធ្វើនោះគឺអត់មានពិបាកទេបងប្អូនបាទ copy link ដាក់ចូលដាក់ចំនួនចុច submit គឺរួចរាល់តែម្ដងណាបងប្អូនអូខេបាទរងចាំប្រហែលប្រហែលនាទីក្រោយគឺយើងទទួលបាន view នៅក្នុងវីដេអូរបស់យើងហើយអញ្ចឹងខ្ញុំសូមចុច submit តែម្ដងណាបងប្អូនបាទចុច submit មកបាទពេលបងប្អូនចុច submit ហើយគឺវាចេញជាទម្រង់បែបនេះបាទឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូនអូខេបាទគឺទម្រង់បែបនេះបាទនេះគឺមានន័យថាយើងបានបញ្ជាទិញជោគជ័យហើយណាបងប្អូនបាទអញ្ចឹងដូចថាជាវិក័យប័ត្រឲ្យយើងអញ្ចឹងទៅបាទនេះគឺជា order ID អីចឹងទៅបាទមានឈ្មោះសេវាកម្មមានអីបងប្អូនអាចមើលដល់ខ្លួនឯងបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុច submit ហើយគឺយើងទទួលបាន view ហើយប៉ុន្តែគាត់ថាអត់ទាន់បានឥឡូវទេប្រហែលនាទីក្រោយយើងនឹងទទួលបាន view នៅក្នុងវីដេអូ TikTok របស់យើងអញ្ចឹងណាបងប្អូនអូខេបាទប្រហែលជាជួនកាល1នាទីជួនកាលកន្លះម៉ោងជួនកាល2-3ម៉ោងបាទប៉ុន្តែពេលច្រើនគឺប្រហែលនាទីដូចជា10នាទី5នាទីគឺយើងទទួលបាន view នៅក្នុងហ្នឹងហើយបងប្អូនអូខេបាទនៅកន្លែងហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងពេលបងប្អូន refresh នឹង load ហើយឥឡូវ load មកបាត់បងប្អូនអូខេបាទនេះគឺ 143k ណាបងប្អូនអូខេបាទមិញហើយជា 100k ហ្នឹងគឺឲ្យយើងលើកទៀតណាបងប្អូនអូខេបាទមិញខ្ញុំថា10នាទីតែគាត់ថា refresh មើលឡើង 100k តែម្ដងណាបងប្អូនអូខេបាទ 143k តែម្ដងណាបងប្អូនបាទដូចលេខសៀកអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអូខេបាទសង្ឃឹមថាបងប្អូននឹងធ្វើបានជោគជ័យទាំងអស់គ្នាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាមានចម្ងល់អាចមើលវីដេអូនេះឡើងវិញណាបងប្អូនអូខេបាទភាសាអីខ្ញុំបញ្យល់បងប្អូនមួយអស់ហើយណាបងប្អូនបាទចង់ឲ្យខ្ញុំធ្វើវីដេអូអ្វីផ្សេងទៀតបងប្អូនអាច comment ប្រាប់នៅខាងក្រោមវីដេអូនេះបានបាទអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ